ព័ត៌មានតន់ហន់នៅខាងតែលេខ2បើតាមខ្ញុំដឹងថ្ងៃហ្នឹងម្ចាស់ក្រុមហ៊ុនមួយចំនួនគឺថាយំសោកមែនតែនៅពេលដែលគាត់ឃើញខ្មែរយើងត្រឡប់មកប្រទេសយើងវិញច្រើនហើយបញ្ជាក់គេយំសោកនោះមិនមែនដោយសារតែគេស្រឡាញ់យើងបាត់មុខយើងមិនបានទេមែនទេណាកុំយកច្រឡំណាគេយំសោកនឹងដោយសារតែក្រុមហ៊ុនរបស់គេនេះខ្វះកម្មករធ្វើការតើនេះអញ្ចឹងគឺក្រុមហ៊ុនរបស់គេបាត់បង់ប្រាក់ចំណូលឬមួយក៏ខាតតនេះទាំងអស់គ្នានេះហើយជាមូលហេតុដែលគេយំតអត់មិនមែនគេយំដោយសារតែគេស្រឡាញ់យើងទេបញ្ជាក់ច្បាស់អញ្ចេះណាបញ្ជាក់ច្បាស់ហើយមួយទៀតសម្រាប់អ្នកដែលគាត់រកស៊ីលក់បន្លែផ្លែឈើបោះដុំនាំចូលមកខ្មែរអញ្ចឹងគឺថាប្រហែលថ្ងៃហ្នឹងអង្គុយបក់រួយទេទាំងតោនតែម្ដងអាចារ្យអ្នកខ្លះទៅយកបន្លែផ្លែឈើពីចកាមកសិនអត់តឲ្យលុយគេទេពេលលក់អស់មិនឲ្យលុយគេតាមក្រោយប៉ុន្តែចាំមកមានអាទិញផងហ្នឹងតែណាมันប្រឈមមុខនៅក្នុងការខាតម្នាក់មកកន្លងស្អុយប៉ែអញ្ចឹងមិនថាកុំមករករឿងខាងខ្មែរកើតមានកំហុសទេគ្រប់យ៉ាងគឺមកពីខាងអ្នកឯងទាំងអស់បើអ្នកឯងចង់ឡាំប៉ាចង់យំសោកបោកខ្លួនមកជានោះទៅយំសោកនៅមុខតាហ៊ានអ្នកឯងទៅពួកអីតាហ៊ានយោធារបស់អ្នកឯងគឺជាអ្នកបង្កបញ្ហាទាំងអស់ខ្ញុំនិយាយមែនទាំងអស់គ្នាតាហ៊ានយោធារបស់ថៃខ្ញុំមានអារម្មណ៍ថាចរិតដូចកូនក្មេងបន្តិចចរិតដូចខ្ទើយបន្តិចនិយាយមែនតើទាំងអស់គ្នាដែរស្ដាប់បទចម្រៀងស្នេហ៍ស្រីងក់ងស្នេហ៍ស្រីមេជីស្នេហ៍ស្រីងក់ងស្នេហ៍ស្រីមេជីដែលស្ដាប់បងហ្នឹងឯងគេងក់ងគេខឹងគេបាត់ជាប់ព្រំដែនដែលឯកតោភាគីមិនបានជួលដំណឹងខ្មែរដឹងមុនទេគេចង់ធ្វើអីតាមចិត្តគេចង់ឲ្យគេផ្ដាច់អគ្គិសនីផ្ដាច់អ៊ីនធឺណិតអីគេតាមបេះដូងគេថាខ្មែររស់គ្មានគេមិនបានណាតែចង់ប្រែកចែឥឡូវនេះគឺថា2025មិនមែនសម័យអពតទេចាតោះនេះសម័យអពតគាត់ថាខ្មែរគាត់អោនលំទោមអានេះអញខ្លះតែឥឡូវខ្មែរមិនអាចអោនលំទោមអាអញទេចាពូជខ្មែរគឺជាពូជអ្នកចម្បាំងណាចាតោះនេះតន់ឈឺចេះចាំតន់អត់ថាបើខ្លួនឯងនឹងឈ្លានពានគេបាន